នេះជារបៀបផ្ដាច់កម្រងនៅលើ SIM ដែលយើងភ្ជាប់ប្រព័ន្ធអីខ្លះបាទយើងដែលយើងប្រើរាល់ថ្ងៃបាទហើយយើងចុចផ្កាយ1200មកដើម្បីយើងចូលទៅឆែកមើលថាកម្រងដែលយើងភ្ជាប់នឹងមានកម្រងអីខ្លះយើងមើលត្រង់លេខ2នេះគេប្រាប់ថាបញ្ឈប់សេវាកម្មទាំងអស់ហើយយើងចុច reply មកហើយយើងចុចលេខ2បន្ទាប់មកយើងបញ្ជូនទៅវានឹងប្រាប់សេវាកម្មលេខ1លេខ2អញ្ចឹងយើងអត់ដឹងថាសេវាកម្មអីយើងចុចលេខ1សិនមកដើម្បីធ្វើផ្ដាច់សេវាកម្មហ្នឹងបាទយើងវាយលេខ1មកហើយនេះគេប្រាប់ឲ្យយើងបញ្ជាក់ថាសេវាកម្មហ្នឹងនឹងផ្ដាច់បន្តមកយើងចុច reply ដើម្បីចុចលេខ1បញ្ជូនតទៀតដើម្បីទទួលបានការផ្ដាច់កម្រងហ្នឹងអូខេឥឡូវយើងចូលទៅកាន់កម្រងទី2បាទកម្រងសេវាកម្មទូរស័ព្ទយើងចុចផ្កាយ1201នឹងដែលមកបាទប្រាប់បងប្អូននេះបាទនេះសម្រាប់កម្រងគ្រប់ប្រព័ន្ធមានថាទាំង smart ទាំង card ទាំង smartphone ហើយយើងអាចផ្ដាច់បានទាំងអស់ហើយយើងចុចសេវាកម្មទី2មកគឺសេវាកម្មទាំងអស់បាទបញ្ឈប់សេវាកម្មទាំងអស់ហើយយើងចុច reply បាទហើយបន្តមកយើងចុចលេខ2មកបាទធ្វើតាមខ្ញុំមកបាទអានេះគឺសម្រាប់កម្រងដែលបងប្អូនអត់ដឹងថាបញ្ឈប់ផ្ដាច់កម្រងអីខ្លះគឺយើងផ្ដាច់ទាំងអស់តែហ្មងបាទកន្លែងនេះគឺយើងមានសេវាកម្ម2បាទសេវាកម្ម digital ហ្នឹងគឺយើងផ្ដាច់រួចហើយបាទសេវាកម្មលេខ1ហើយបន្តមកសេវាកម្មលេខ2គឺសេវាកម្មទូរស័ព្ទអញ្ចឹងសេវាកម្មទូរស័ព្ទគឺយើងអត់ដឹងថាសេវាកម្មអីខ្លះទេដែលយើងប្រើជាប់ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចុច reply មកហើយយើងចុចលេខ2តមកយើងរងចាំវាបន្តិចណានេះគេប្រាប់ថាអ្នកកំពុងបញ្ឈប់សេវាកម្មទូរស័ព្ទសូមឆ្លើយតបមានន័យថាយើងឆ្លើយតបគឺយើងចុច reply ទៅហើយចុចលេខ1គឺវានឹងផ្ដាច់អូតូតែម្ដងសម្រាប់សេវាកម្មទាំងអស់ហ្នឹងទាំងទូរស័ព្ទ smart card ហើយនិង smartphone គឺយើងអាចប្រើលេខកូដ10ផ្កាយ1201នឹងបានទាំងអស់ដូចគ្នាបាទអរគុណច្រើនបងប្អូននេះបាទ